ពីលោតចាញ់ចេះបងប្អូននេះចាញ់បែបនេះបងប្អូនត្រូវការពីទី1ខ្ញុំប្រាប់បងប្អូនទី1បងប្អូនត្រូវការពី account ព្រោះឥឡូវបាត់ច្រើនណាស់បាត់ច្រើនមែនទែន account ខ្លះគាត់កំពុងតែលេងលុកអាវចោលហ្មងគឺវាលុកអាវទៅទាំងអស់តែម្ដងបងប្អូនអូខេតើបងប្អូនឥឡូវគឺ Facebook មានការអាប់ដេតដល់បងប្អូនគឺថ្ងៃនេះថ្ងៃទី16 ខែ 10 2025គឺ Facebook ធ្វើការអាប់ដេតតម្រង់ធ្ងន់មែនទែនបងប្អូនគឺ account មួយចំនួនគឺត្រូវ disable ចោលទាំងអស់គឺ Facebook លេងឈុតធំតែម្ដងបងប្អូនហើយបងប្អូនដែលគាត់អត់ទាន់បាននេះវាលោតចេញចេះបងប្អូននេះបើសិនជាបងប្អូនមាន account លោតចេញបែបនេះចាំមកខ្ញុំដាក់នៅលើ screen ណាបងប្អូនអាចមើលបាននេះបើសិនជាវាចេញបែបនេះបងប្អូនគឺបើសិនជា account របស់បងប្អូនសំខាន់ចាំបងប្អូនយកមកដោះស្រាយបងប្អូនបើបងប្អូនអាចដោះស្រាយបងប្អូនអាច comment ខាងក្រោមខ្ញុំជួយបានតែអាហ្នឹងបើសិនជាដោះបានគឺវាថ្លៃបងប្អូនអញ្ចឹងបើសិនជាវា account បើសិនជា account នឹងសំខាន់ចាំបងប្អូនធ្វើការដោះបើសិនជាអត់សំខាន់ទេបងប្អូនអាចចោលចាំ Facebook វាដំណើរការល្អវិញចាំបងប្អូនបង្កើតវិញទៅព្រោះឥឡូវនេះ Facebook គឺមានការអាប់ដេតខ្លាំងមែនទែនហើយនេះថ្ងៃ account របស់ខ្ញុំគឺធំ account ធំនេះគឺម្សិលមិញគឺវាបានខូចម្សិលមិញតែឥឡូវខ្ញុំធ្វើការដោះស្រាយតែអត់ទាន់បានជោគជ័យទេពងរងចាំវាឲ្យយើងចាំរហូតដល់48ម៉ោងបងប្អូនហើយឥឡូវនេះខ្ញុំចែកម្លេចទៅបងប្អូនបើសិនជាបងប្អូនអត់ទាន់ disable បែបនេះទេបងប្អូនត្រូវការពីទី1ខ្ញុំប្រាប់បងប្អូនទី1បងប្អូនត្រូវការពី account ព្រោះឥឡូវបាត់ច្រើនណាស់បាត់ច្រើនមែនទែន account ខ្លះគាត់កំពុងតែលេងលុកអាវចោលហ្មងគឺវាលុកអាវទៅទាំងអស់តែម្ដងបងប្អូនហើយខ្ញុំប្រាប់ដើម្បីឲ្យបងប្អូនការពារទី1បងប្អូនត្រូវមានឈ្មោះពិតណាឈ្មោះរបស់បងប្អូនណាឈ្មោះពិតហ្នឹងគឺឈ្មោះ Facebook ហ្នឹងគឺឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណបើមិនចឹងទេបើសិនជាវាមានបញ្ហាអីយើងពិបាកក្នុងការដោះស្រាយបងប្អូនហើយទី2បងប្អូនត្រូវមានលេខទូរស័ព្ទភ្ជាប់ជាមួយនឹងលេខទូរស័ព្ទឬក៏ Gmail អាហ្នឹងបើសិនជាមានបញ្ហាយើងដោះស្រាយបានស្រួលហើយទី3គឺយើងចាក់ 2FA ដែលគេហៅថា 2 Factor យើងចាក់សោ2តង់អាហ្នឹងគឺមិនងាយបាត់ទេបងប្អូនព្រោះឥឡូវ scammer ខ្លាំងណាស់បងប្អូនគឺ spam ពេលខ្លះ spam IP អញ្ចឹងបើសិនជាបងប្អូនដែលគាត់មាន IP អីដាក់ទៅក្រៅប្រទេសសាកមើលសិនណាព្រោះពេលខ្លះមកពី spam IP បងប្អូនហើយទី4ហ្នឹងភ្ជាប់ជាមួយ IG ឬក៏ WhatsApp បើសិនជាបងប្អូនមានបងប្អូនភ្ជាប់ហើយទី5សំខាន់បំផុតគឺ Blue Tick បែបនេះបងប្អូនបើសិនជាបងប្អូនដាក់ Blue Tick បែបនេះគឺអាសញ្ញាគ្រីសពណ៌ខៀវហ្នឹងបងប្អូនអាចមើលបាននេះ Tick គ្រីសពណ៌ខៀវហ្នឹងបើសិនដាក់សញ្ញា Tick ហ្នឹងគឺអត់អីទេបងប្អូន account របស់យើងបើសិនជាមានបញ្ហា disable បែបនេះគឺយើងអាចស្នើវិញបានលឿនប៉ុន្តែបើសិនជាវាអត់ disable ទេយើងអាចលេងធម្មតាបានហើយគឺទី6គឺបងប្អូនលេងឲ្យបានត្រឹមត្រូវហើយការលេងបងប្អូនការលេងការផុសការស៊ីអីបងប្អូនមុននឹងធ្វើអ្វីមួយត្រូវមើលសិនណាបងប្អូនកុំចេះចុចហើយមួយទៀត link សំខាន់តែហ៊ានតែចុច link គឺបាត់ account នឹងតែម្ដងអញ្ចឹងបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាហើយឥឡូវនេះវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនសម្រាប់ការចែករំលែកដល់បងប្អូនកុំឲ្យមានបញ្ហានេះគឺជាវិធីការពារបងប្អូនអាចមើលប៉ុណ្្នឹងបានហើយបងប្អូនកុំភ្លេច share វីដេអូនេះម្នាក់មួយផងដើម្បីបងប្អូនដទៃទៀតក៏បានឃើញហើយទាំង6ចំណុចហ្នឹងវិធីការពារអញ្ចឹងបងប្អូនអាចទស្សនាបានហើយវីដេអូមានតែប៉ុណ្្នឹងអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាបាយ